ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះទឹកមកទឹកមាសសូមធ្វើការបង្ហាញអំពីដង្ហាលមួយប្រភេទជាប្រភេទដង្ហាលដែលអាចប្រើតាមបំពង់ទយោបានណា model AF100 ការប្រើប្រាស់មួយដង្ហាលនេះគឺអូសជាមួយនឹងភ្លើង220កម្លាំងនៃដង្ហាលហ្នឹងត្រឹមតែ35វ៉ាត់ទេល្បឿនរបស់វាបានរហូតដល់50 ហឺតសម្ពាធខ្យល់ដែលប្រើប្រាស់គឺរត់បាន220ម៉ែត្រគីបនៅក្នុង1ម៉ោងសំឡេងកម្រិតសំឡេងគឺ31ដេស៊ីបែលចឹងកម្រិតសំឡេងរបស់វាអត់មានការរំខានទេបើប្រើនៅក្នុងវិស័យកសិកម្មកម្រិត speed ដង្ហាលរបស់វាគឺរត់បានរហូតដល់2600ក្នុង1នាទីដង្ហាលនេះបងប្អូនអរគ្នាមកមើលមុខកាត់ខាងមុខកាត់ខាងមុខពេលដែលវាស់ទៅនឹងវាស់ឃើញមុខកាត់របស់វាបានត្រឹម95អញ្ចឹងមុខកាត់របស់វាបានត្រឹម95បងប្អូនប្រើជាមួយនឹងតាយោ90ក៏បានសក់ខាងក្នុងបងប្អូនប្រើជាមួយនឹងតាយោ100បងប្អូនសក់ពីខាងក្រៅបងប្អូនអរគ្នាញុកបងប្អូននឹងឃើញថាវារៀងអាឡុងប៉ុន្តែដល់ពេលដែលបងប្អូនញុកនឹង100វាប៉ះចំកន្លែងញ៉ាំកន្លែងនេះបងប្អូនអរគ្នាអត់ពិបាកទេបងប្អូនគ្រាន់តែគូហ្វឺតមកបងប្អូនគ្រាន់តែគូហ្វឺតចំណាំកន្លែងនេះបងប្អូនបាញ់វិសមួយគ្រាប់មកបាញ់វិស2គ្រាប់សងខាងគឺចាប់ដង្ហាលនេះជាប់តែម្ដងដង្ហាលនេះគឺបងប្អូនអរគ្នាវិធីតជាប់មួយតាយោក៏បែបនេះវិធីទី2កន្លែងនេះគឺបងប្អូនអរគ្នាអាចចាប់ភ្ជាប់ជាមួយនឹងធុងឬក៏តាមជញ្ជាំងបានបងប្អូនដែលប្រើតាយោទុនហើយវិធីទី3បងប្អូនអរគ្នាអាចដោះសម្អាតបាននៅពេលបងប្អូនដោះសម្អាតបងប្អូនដោះជើងវាសងខាងមកទាញបងប្អូនហែកមកដោះដង្ហាលបានចេញបានអូតូឃើញទេលាងសម្អាតបោះសម្អាតបានបងប្អូនណាអាចដោះស្លាបដង្ហាលមកលាងសម្អាតបាននៅពេលដែលវាមានដីច្រើនអានេះខ្ញុំដោះដង្ហាលចេញមកកន្លែងនេះគឺបងប្អូនអរគ្នាអាចដោះចេញមកបានទៅជាមួយគ្នាបងប្អូនអំបិលកវាវាមកអូខេពេលបងប្អូនសោកត្រូវញ៉ាំហើយបងប្អូនគ្រាន់ទាញមកគឺកាប់បានហើយឃើញទេបងប្អូនកាប់បានហើយដង្ហាលហ្នឹងងាយស្រួលប្រើមែនតើដុំភ្លើងវានៅចំហៀងបងប្អូនណាដុំភ្លើងវានៅចំហៀងអានេះគឺកន្លែងបញ្ចេញបញ្ចូលខ្យល់អញ្ចឹងអត់ពិបាកទេបញ្ជាក់កន្លែងរុននេះគឺទំហំរបស់វាបាន95មកកាត់បាន95បងប្អូនសោកមួយតាយោ100ឬតាយោ90ក៏បានដែរបើសោកមួយតាយោ100រៀងអាឡុងបងប្អូនបាញ់វាជាប់សងខាងជាប់ពីការស្រេចអរគុណបងប្អូនអរគ្នា